គេថាត្រីមកកត្រកស្អុយមួយស្អុយទាំងអស់បងប្អូនដូចជាជនជាតិអាស៊ីយើងអញ្ចឹងនៅពេលទៅបេះផ្លែឈើកន្លែងបារាំងយើងលួចបេះដាក់កប៉ៅដាក់កាបូបអត់គិតលុយឲ្យគេបងប្អូនដល់ពេលស្អុយឈ្មោះស្អុយទាំងអស់គ្នានឹងឯងជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនៅបងប្អូនទៅទស្សនានៅចំការផ្លែទំលាប់បងប្អូននៅខាងរដ្ឋ New South Wales ប្រទេសអូស្ត្រាលីនៅពេលទៅដល់បងប្អូនរៀងភ័យអរដែរនឹងព្រោះអីអត់បានទិញសំបុត្រទុកទេកន្លែងនេះគេតម្រូវឲ្យយើងទិញសំបុត្រឬក៏កក់សំបុត្រទុកបងប្អូនហើយពួកខ្ញុំអត់បានទិញទុកទេគ្រាន់តែឃើញឡានខ្លាចតែគេឲ្យចូលទេមនុស្សច្រើនណោះហើយគ្នាខ្ញុំ4នាក់ហ្នឹងបងប្អូនម៉ែឪ2នាក់កូន2នាក់អស់33រៀលតែបើយើងកក់តាមអនឡាញអស់40រៀលរៀងថ្លៃជាងខ្ញុំអត់យល់ដែរពេលដែលគេដឹកអត្រាទ័រយើងទៅដល់ចំការហើយបរិមអ្នកនេះគាត់បានបង្ហាញថាផ្លែឈើពណ៌ណាយើងគួរបេះឬក៏បេះពីរបៀបណាបងប្អូនគេតម្រូវយើងមូលកហើយផ្ដាច់វាធម្មតាកុំឲ្យទាញទម្លាក់ផ្ដាច់ពេញដីបងប្អូនកូននេះក៏ទៅបខំបេះដល់ពេលម៉ែឪនេះក៏ទៅខំញឹកបងប្អូនខ្លាចខាតកូនខ្ញុំទៅគ្មានចំណេញទេបងប្អូនក្មេងៗវាមិនតែញ៉ាំអីទេបើផ្លែឈើគេនេះបងប្អូនអើយរសជាតិគេផ្អែមឆ្ងាញ់ស្រួយស្រាប់តែម្ដងព្រោះអីមេឃរៀងត្រជាក់ដែរបើសិនជាខែក្តៅមេឃក្តៅក៏អត់ឆ្ងាញ់ដែរបងប្អូនផ្លែឈើផ្លែម្ដងបងប្អូនអើយខាងណាក៏ផ្លែខាងនេះក៏ផ្លែយរួមបេះអានេះស្ដាយអានោះអ្នកខ្លះទៅក៏បេះចោលពេញតែដីទៅដោយដែលខ្ញុំនិយាយពីដើមវីដេអូចឹងបងប្អូនអ្នកខ្លះទៅបេះអត់មានភាពស្មោះត្រង់ទេដាក់លាក់កប៉ៅដាក់ចូលក្នុងកាបូបដើម្បីទៅថាចំណេញបងប្អូនតែធ្វើបែបនេះដល់ពេលគេចាប់បានគេមើលងាយជនជាតិអាស៊ីយើងមែនទែនហើយផ្លែឈើដែល1គីឡូ10រៀលឡើងទៅ30រៀលបងប្អូនអាហ្នឹងគេផាកយើងចំណាំមើលជនជាតិអាស៊ីភាគច្រើនបងប្អូនចូលចិត្តតែបេះផ្លែឈើបែបនេះហើយតកែភាគច្រើនគឺជនជាតិបារាំងបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងគេឈ្មោះនិងគេទៅយុះយើងក៏ទៅតាមនឹងដែរចំណែកឯរយៈពេលនៃការចូលនេះគេឲ្យយើងត្រឹមតែ1ម៉ោងទេបងប្អូនបន្ទាប់ពីយើងបេះហើយយើងត្រូវត្រឡប់ទៅកន្លែងត្រាក់ទ័រវិញពូខ្ញុំនេះឲ្យជួយយួរអត់ព្រមទេបងប្អូនអើយសុខចិត្តយួរឲ្យនឹងវាខ្លួនបន្ទាប់ពីគេដឹកយើងត្រឡប់ទៅវិញហើយបងប្អូនយើងត្រូវតែគិតលុយផ្លែឈើដែលយើងបេះហ្នឹងបើយើងអត់ចង់ចូលអស់លុយទេយើងអាចទិញនៅកន្លែងគេនេះបានបងប្អូន1គីឡូ10រៀលដូចគ្នាហ្នឹងហើយបុកនេះសរសៃតែគេបោះតាមទីផ្សារបងប្អូនចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនបាយបាយ